ឯកឧត្តមសុកយ៉ាននិមលប្រធានសហព័ន្ធកីឡាសីដក់និងសីមេឡុងកម្ពុជាអាណត្តិថ្មីបានបដិញ្ញាថានឹងលះបង់កម្លាំងកាយចិត្តដើម្បីគ្រប់គ្រងនិងអភិវឌ្ឍប្រភេទកីឡាសីដក់និងសីមេឡុងឲ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេសតំបន់និងលើឆាកអន្តរជាតិដោយជំរុញនិងលើកកម្ពស់ការដឹកនាំប្រកបដោយសុភវិនិច្ឆ័យតម្លាភាពនិងគណនេយ្យភាពឯកឧត្តមបានអះអាងបែបនេះនៅចុងបញ្ចប់នៃមហាសន្និបាតបញ្ចប់អាណត្តិទី7និងបន្តអាណត្តិទី8របស់សហព័ន្ធកីឡាសីដក់និងសីមេឡុងកម្ពុជាដែលបានធ្វើឡើងនៅស្នាក់ការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2025ជាមួយនេះឯកឧត្តមអះអាងថានឹងខិតខំស្វាស្វែងគៀកោរកថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ការបម្រើដល់ការងាររដ្ឋបាលការវឹកហាត់និងការប្រកួតក្នុងអាណត្តិថ្មីនេះសហព័ន្ធនឹងសម្រេចឲ្យបានទិសដៅនិងផែនការយុទ្ធសាស្ត្ររបស់ខ្លួនដោយត្រៀមរៀបចំការប្រកួតទាំងកម្រិតជាតិនិងអន្តរជាតិក្រៅពីនេះនឹងបន្តទំនាក់ទំនងល្អជាមួយសហព័ន្ធកីឡាសីដក់និងសីមេឡុងអន្តរជាតិជាមួយបណ្ដាប្រទេសដែលមានសក្តានុពលដើម្បីឲ្យសហព័ន្ធទទួលបានការចែករំលែកការបណ្ដុះបណ្ដាលឬចេញទៅបោះជំរំវឹកហាត់ដល់កីឡាករកីឡាការិនីឯកឧត្តមប្រធានសហព័ន្ធអាណត្តិថ្មីរំពឹងថាថ្នាក់ដឹកនាំនិងសមាជិកានៃសហព័ន្ធកីឡាសីដក់និងសីមេឡុងកម្ពុជានឹងបន្តជួយជ្រោមជ្រែងផ្ដល់ជាមតិយោបល់ដល់ប្រធានសហព័ន្ធក្នុងន័យស្ថាបនាតម្រង់ទិសដើម្បីផ្ដល់លទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំសហព័ន្ធកីឡាមួយនេះឲ្យកាន់តែទទួលបានជោគជ័យនិងមានកេរ្តិ៍នាមល្បីរន្ទឺបន្តទៅទៀតទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិក្នុងឱកាសនោះឯកឧត្តមបណ្ឌិតមាសរិនអតីតប្រធានសហព័ន្ធអាណត្តិចាស់និងជាប្រធានកិត្តិយសសហព័ន្ធកីឡាសីដក់និងសីមេឡុងកម្ពុជាអាណត្តិថ្មីបានថ្លែងថានៅពេលនេះឯកឧត្តមបានផ្ទេរការទទួលខុសត្រូវសហព័ន្ធទៅឲ្យក្មេងៗដែលជាអ្នកបន្តវេនហើយក៏នៅតែមានគំនិតថានឹងជួយជំរុញបណ្ដុះបណ្ដាលប្រភេទកីឡានេះជាបន្តទៀតព្រោះកីឡាសីដក់និងសីមេឡុងនេះគឺជាមរតកវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើងឯកឧត្តមបណ្ឌិតបន្តថាជាកុសលមួយដែរដែលប្រភេទកីឡាសីដក់និងសីមេឡុងត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលទៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សាជើងឯកថ្នាក់ជាតិឯកឧត្តមមាសរិនបានអំពាវនាវដល់ក្រសួងអប់រំយុវជននិងកីឡាសូមបន្តដាក់ប្រភេទកីឡានេះទៅក្នុងការប្រកួតថ្នាលសិស្សបឋមនិងមធ្យមសិក្សាជើងឯកថ្នាក់ជាតិបន្ថែមទៀតដើម្បីជាការបន្តវេនជាកាតព្វកិច្ចដែលត្រូវអភិរក្សនិងអភិវឌ្ឍកីឡាសីដក់និងសីមេឡុងរបស់យើងជាមួយនេះឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមដាក់ប្រភេទកីឡាសីដក់និងសីមេឡុងនេះទៅជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិហើយប្រទេសដទៃក៏មិននៅស្ងៀមទេគេនឹងគាំទ្រយើងផងដែរ